ឥឡូវខ្ញុំនឹងមកនិយាយអំពីរឿងរាប់បាតលុយលោកក៏ប៉ុន្តែក៏ពិតទៅចំពោះសំណួររបស់គាត់បានថាគាត់ដឹងហើយថាការរាប់បាតលុយលោកនឹងគឺខុសវាអត់ត្រូវនោះទេក៏ប៉ុន្តែដោយសារតែមានលោកខ្លះបើសិនជាអត់ដាក់លុយទេអត់ទៅចេះតែបង្ខំឲ្យដាក់លុយណាអញ្ចឹងទាំងអស់ហ្នឹងវាមិនមែនជារឿងប្លែកនោះទេអញ្ចឹងឥឡូវខ្ញុំនិយាយពីរឿងរ៉ាវប្រវត្តិរបស់ខ្ញុំខ្លះៗណាហើយសម្រាប់ឲ្យពុកម៉ែបងប្អូននេះយកទៅពិចារណាអូខេបាទអញ្ចឹងអ្វីដែលបងចង់បញ្ជាក់គឺបងដឹងហើយថាដាក់លុយលោកហ្នឹងគឺខុសត្រូវទេប៉ុន្តែយើងត្រូវចេះបវារណាហើយបើសិនជាបងប្អូនអរគ្នាដឹងថាខុសហើយនៅពេលណាដែលយើងដឹងរឿងបែបហ្នឹងហើយស្រាប់តែយើងឃើញលោកទទួលលុយទទួលប្រាក់អីចឹងណាបើសិនជាយើងយល់អំពីរឿងហ្នឹងហើយឧបមាថាឥឡូវយើងបានឃើញលោកទទួលប្រាក់ទទួលលុយអីចឹងណាឬក៏មានអ្នកណាដែលគាត់ចង់ប្រគិនចង់អីចឹងណានៅក្នុងពេលវេលាដែលយើងមិនអាចអធិប្បាយបានទេយើងនៅក្នុងឧបេខាសិនទៅមិនចាំបាច់ទៅចាប់ទោសឬក៏តេះដៀលឬក៏មានលក្ខណៈពេបជ្រាយនោះទេឥឡូវខ្ញុំនិយាយអំពីរឿងរ៉ាវរបស់ខ្ញុំសិនអូខេបាទស្ដាប់រឿងរ៉ាវរបស់ខ្ញុំបន្តិចតាំងពីពេលវេលាមុនបួសហើយពេលវេលាបានបួសអូខេបាទប៉ុន្តែនៅក្នុងពេលវេលានេះខ្ញុំបានសឹកហើយក៏ប៉ុន្តែខ្ញុំនិយាយពីរឿងរ៉ាវដែលដាក់លុយរាប់បាតត្រូវទេអញ្ចឹងសំណួរបែបហ្នឹងគឺច្រើនហើយខ្ញុំជឿថាមានអ្នកខ្លះដឹងណាដឹងក៏ប៉ុន្តែនៅបំពេញទាំងក្រហោះក៏មានលោកបព្វជិតដែលបានបួសក៏មានក៏ចង់និយាយថាបំពេញសិក្ខាបទកន្លែងហ្នឹងណាហើយអ្នកខ្លះទៀតគឺដឹងច្បាស់ហ្មងក៏ប៉ុន្តែរកហេតុផលនេះហេតុផលនោះទៅដើម្បីធ្វើបន្តក៏ប៉ុន្តែសម្រាប់អ្នកខ្លះអត់ដឹងមែនសម្រាប់ក្រហោះខ្លះហ្នឹងគឺគាត់អត់ដឹងមែនគាត់ធ្វើទាំងមិនដឹងដោយសារតែនៅក្នុងសង្គមទូទៅឃើញអញ្ចឹងចេះធ្វើតាមគ្នាណាគឺគាត់អត់ដឹងមែនក៏ប៉ុន្តែសម្រាប់បព្វជិតខ្លះគឺលោកដឹងក៏ប៉ុន្តែក៏មានបព្វជិតខ្លះអត់ដឹងមែនតោះនេះបាទទៅបួសហ្នឹងទៅក៏តាមគ្នាហើយក៏អត់បានរៀនអំពីព្រះវិន័យអីចឹងទៅលោកអត់ដឹងទេលោកក៏ឃើញគេធ្វើលោកពេលខ្លះទៅឃើញលោកដែលមានតំណែងធំលោកទទួលលោកកាន់លោកអីចឹងលោកក៏ធ្វើតាមអត់ចង់និយាយថាពេលខ្លះលោកក៏អត់ដឹងមែនត្រូវទទួលស្គាល់កន្លែងហ្នឹងអញ្ចឹងបញ្ជាក់ថាសូម្បីតែបព្វជិតខ្លះលោកក៏អត់ដឹងដែរក៏ប៉ុន្តែមិនមែនថាលោកដែលបានបួសហើយសុទ្ធតែមិនដឹងទេលោកដឹងលោកខ្លះក៏ដឹងជាពិសេសហ្នឹងលោកដែលបានសម្ដែងធម៌ជាធម្មកថាល្បីហ្នឹងគឺលោកយល់ច្បាស់ហ្មងរឿងសិក្ខាបទហ្នឹងគឺចាំជំនាញតែម្ដងក៏ប៉ុន្តែមានលោកខ្លះមានលោកអង្គខ្លះពេលខ្លះលោកបួសហ្នឹងធម៌សូត្រហ្នឹងគឺចាំឡើងរលប៉ុន្តែសិក្ខាបទអត់យល់ទេរឿងវាចាអីហ្នឹងគឺលោកអត់ដឹងនោះទេតោះនេះបាទធ្វើទាំងអត់ដឹងណាព្រោះហេតុនៅពេលដែលខ្ញុំការដែលខ្ញុំនៅបួសណាខ្ញុំបានចូលទៅក្នុងកម្លែងសមាគមរបស់លោកហ្នឹងខ្ញុំចង់និយាយខ្ញុំសម្ដែងអាបត្តិសួរលោកភិក្ខុខ្ញុំសម្ដែងអាបត្តិដូចគ្នាដល់ពេលលោកអត់ចេះសម្ដែងអាបត្តិហ្នឹងហើយលោកបួសមក7 8វស្សាហើយលោកអត់ដឹងពីរឿងសម្ដែងអាបត្តិផងអញ្ចឹងបានន័យថាតាំងពីលោកបួសមកគឺប្រហែលជាអត់ដែរសម្ដែងអាបត្តិនោះទេហើយចំពោះខ្ញុំពេលដែលនៅបួសហ្នឹងពេលខ្លះគ្រាន់តែប៉ះរោមអីតិចគឺបញ្ញាប់ទៅសម្ដែងអាបត្តិភ្លាមណាសឹងតែត្រូវរាល់ថ្ងៃអាបត្តិតិចតួចអាបត្តិគាត់តិចតួចហ្នឹងហើយចុះទម្រាំតែលោកដើរទៅនេះដើរទៅនោះលេង7 8ឆ្នាំហើយលោកអត់ដឹងពីវិធីសម្ដែងអាបត្តិហ្នឹងហើយសួរលោកទៅលោកភិក្ខុអញ្ចឹងនៅក្នុងវីដេអូខ្ញុំនេះអ្វីដែលខ្ញុំឆ្លើយតបនេះគឺជាចំណេះដឹងរបស់ខ្ញុំមួយហើយសូមឲ្យពុកម៉ែបងប្អូនគ្នាដែលមានចេតនាល្អហើយចង់រក្សាអនុរៈធម្មៈរបស់ព្រះសម្មាសម្ពុទ្ធហើយខ្ញុំគិតថាវីដេអូនេះនឹងមានប្រយោជន៍ច្រើនហើយសម្រាប់អ្នកដែលមានហេរៈនិងអតបៈបានន័យថាយើងមានសេចក្តីខ្លាចបាបខ្មាស់បាបណាពាក់ព័ន្ធជាមួយរឿងលុយហ្នឹងពិតប្រាកដបាទវារៀងលំបាកបន្តិចក៏ប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនគ្នាពុកម៉ែបងប្អូនគ្នាឬពេលខ្លះខណៈគុណម្ចាស់យល់អំពីចំណុចនេះណាបើសិនជាដឹងហើយធ្វើទាំងបំពេញកណាក៏មិនជាបញ្ហាដែរកណាក៏មិនមានទើសទាល់អីដែរប៉ុន្តែកណានឹងមកនិយាយពីរឿងរ៉ាវហ្នឹងហេតុអីបានជាកណាមិនមានចិត្តទើសទាល់ពីរឿងហ្នឹងសួរថាកណាមិនអនុរៈវិន័យរបស់ព្រះសម្មាសម្ពុទ្ធមែនកណាអនុរៈក៏ប៉ុន្តែកណាចង់ឲ្យយល់ទាំងសងខាងពួកអីកណាគិតថាធម្មៈរបស់ព្រះសម្មាសម្ពុទ្ធនៅក្នុងពុទ្ធបរិស័ទ4ភិក្ខុនៃឧបាសកឧបាសិកាកណាគឺជាឧបាសកមួយអញ្ចឹងទេវាប្រៀបដូចជាយើងនៅក្នុងសម្បុកមួយណាអញ្ចឹងកណាអត់ចង់បំផ្លាញសម្បុកខ្លួនឯងនោះទេឥឡូវឧទាហរណ៍ប្រៀបធៀបងាយៗបែបនេះថាឧទាហរណ៍ថាយើងទាំងអស់គ្នាពុទ្ធបរិស័ទ4ហ្នឹងប្រៀបដូចជាអ្នកលក់មួយនៅក្នុងផ្សារតែមួយឯងឧទាហរណ៍ឥឡូវនៅក្នុងផ្សារមួយហ្នឹងមានមនុស្ស4អ្នកលក់មានប្រៀបធៀបភិក្ខុនៃឧបាសកឧបាសិកាខ្ញុំប្រៀបធៀបអញ្ចឹងគឺជាអ្នកលក់គឺយើងលក់នៅក្នុងផ្សារមួយហ្នឹងចុះបើសិនជាអ្នកលក់នៅក្នុងផ្សារមួយហ្នឹងមានតែរឿងឆ្លោះគ្នាប្រកាន់ចាប់ទោសគ្នាទៅមកណាវាប្រៀបដូចជាទៅប្រាប់គេឯងថាអូអ្នកលក់នៅក្នុងផ្សារម្នាក់នេះអូអត់ល្អចង់និយាយថាអញ្ចេះហ្នឹងទៅយើងទៅនិយាយប្រាប់គេនៅខាងក្រៅយ៉ាងម៉េចដែរបាទធ្វើឲ្យអតិថិជនដែលចូលនៅក្នុងផ្សារហ្នឹងសំណួរសួរថាគេហ៊ានចូលមកនៅក្នុងផ្សារហ្នឹងឯងបាទវាប្រៀបដូចជាយើងបំផ្លាញគេឈ្មោះផ្សារហ្នឹងដោយខ្លួនឯងណាហើយទាំងដែលយើងគឺជាអ្នកលក់នៅក្នុងផ្សារមួយហ្នឹងដែរណាហើយឆ្លោះតែគ្នាអ្នកលក់ហ្នឹងឆ្លោះតែគ្នាអញ្ចឹងវាប្រៀបដូចជាយើងអ្នកកាន់ពុទ្ធសាសនាហ្នឹងឆ្លោះតែគ្នាបកាយគ្នាពីរឿងតែវិន័យតែមួយហ្នឹងអ្នកនេះនិយាយទៅខុសវិន័យប្រកាន់ចុះវាធ្វើឲ្យគ្រប់បែបយ៉ាង
អូម៉ាថាឥឡូវប្រៀបដូចជារឿងវិន័យយើងនិយាយថាខុសវិន័យប្រៀបដូចជាម្នាក់ហ្នឹងគាត់មានទោសប្រៀបដូចជាប្រឡាក់លីមូអីធ្វើខុសប្រៀបដូចជាប្រឡាក់លីមូអីចង់និយាយវាស្អុយណាដល់ពេលបុគ្គលម្នាក់ហ្នឹងក៏ប្រឡាក់លីមូដែរអូថោះឥឡូវម្នាក់ហ្នឹងប្រឡាក់លីមូនៅមាត់ម្នាក់ទៀតប្រឡាក់លីមូនៅច្រមុះម្នាក់ទៀតប្រឡាក់លីមូនៅនឹងភ្នែកក៏ប៉ុន្តែអ្នកដែលប្រឡាក់លីមូនៅនឹងភ្នែកហ្នឹងទៅចោតប្រកាន់ទៅប្រាប់ទៅជេរស្ដីទៅថាឲ្យអ្នកដែលប្រឡាក់លីមូនៅនឹងមាត់ហើយទៅថាឲ្យអូយអានេះប្រឡាក់លីមូអូយមើលនៅមាត់សិតអាចយើងចង់និយាយថានិយាយឲ្យវាអាក្រក់ស្ដាប់ណាក៏ប៉ុន្តែខ្លួនហ្នឹងក៏ប្រឡាក់លីមូនៅនឹងភ្នែកដែរក៏ប៉ុន្តែអ្នកដែលប្រឡាក់លីមូនៅនឹងមាត់ហ្នឹងក៏បែរជាតេះដៀលវិញថាអូយប្រឡាក់លីមូនៅច្រមុះអាមួយហ្នឹងប្រឡាក់លីមូនៅច្រមុះឃើញអញ្ចឹងហើយវាធ្វើឲ្យមានពេលខ្លះតែអាសិក្ខាបទខ្លះគឺមានទោសដូចគ្នាប៉ុន្តែចាប់ទោសរៀងខ្លួនប្រៀបដូចជាបំផ្លាញសបុកតែមួយហ្នឹងរាល់ថ្ងៃហ្នឹងភាគច្រើនសង្គ្រាមសាសនាមិនបានកើតឡើងព្រោះតែអ្នកដែលកាន់សាសនាផ្សេងនោះទេក៏ប៉ុន្តែអ្នកដែលកាន់ពុទ្ធសាសនាគ្នាដូចគ្នាហ្នឹងគឺប្រជែងគ្នាទៅមកនៅពេលដែលខ្ញុំទៅចូលនៅក្នុងសមាគមចំពោះលោកដែលទៅធម្មយាត្រាទើបខ្ញុំដឹងរឿងរ៉ាវទាំងអស់ហ្នឹងថាអូវាអញ្ចឹងទេអ្វីដែលខ្ញុំធ្វើវីដេអូនេះមិនបានឲ្យពុកម៉ែបងប្អូនគ្នាដែលបានស្ដាប់ហ្នឹងទៅប្រកាន់លោកឬក៏ឧបាសកឧបាសិកាណាអត់ទេក៏ប៉ុន្តែបើសិនជាយើងគឺជាអ្នកខ្លាចបាបខ្មាស់បាបមានហេរៈនិងអតបៈពាក់ព័ន្ធជាមួយរឿងលុយហ្នឹងយើងមិនមែនប្រកាន់ទៅចាប់ទោសនោះទេក៏ប៉ុន្តែយើងមានសេចក្តីខ្លាចបាបខ្មាស់បាបដោយខ្លួនឯងយើងមករួមគ្នាធ្វើឲ្យអាសម្បុកមួយហ្នឹងឥឡូវយើងនិយាយថាលុយវាធ្វើឲ្យមានទុកមានទោសត្រូវទេហើយក៏វាធ្វើឲ្យមានសុខមានសេចក្តីសុខវាសប្បាយវារំភើបភ្លើតភ្លើនដោយសាររឿងលុយហ្នឹងដែរព្រោះមានសាមណៈខ្លះទទួលនឹងហើយក៏សប្បាយចិត្តដែលលោកអាចយកទៅប្រើដែលមានប្រយោជន៍ច្រើនក៏ប៉ុន្តែលុយហ្នឹងក៏វាមានទុកវាមានទោសដែរអញ្ចឹងទេនៅពេលណាដែលយើងយល់អំពីព្រះវិន័យយើងធ្វើឲ្យវាមានប្រយោជន៍ហើយមិនមានទោសទៀតអូខេបាទនៅក្នុងសិក្ខាបទរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គមិនបានបញ្ញត្តិតែរឿងលុយមួយនឹងនោះទេក៏ប៉ុន្តែអ្នកខ្លះអាចនឹងអត់កាន់លុយប៉ុន្តែតេះដៀលអ្នកកាន់លុយហើយអ្នកដែលកាន់លុយទៅតេះដៀលពីរឿងអីផ្សេងទៀតអញ្ចឹងទៅអញ្ចឹងពេលខ្លះទៅដូចខ្ញុំនិយាយថាពេលខ្លះទៅមានទោសដូចគ្នាលេមួកនឹងប្រឡាក់ដូចគ្នាប៉ុន្តែតេះដៀលគ្នារៀងខ្លួនអាហ្នឹងក៏វាធ្វើឲ្យយើងមានទុកមានទោសខ្លួនឯងនោះទេវាមិនខុសអីអំពីមានមេមន់មួយណាមេមន់វាក្រាបពងក៏ប៉ុន្តែចៃដន្យម្ចាស់ហ្នឹងវាបានយកពងទាយកទៅក្រាបយកទៅឲ្យមេហ្នឹងវាក្រាបឲ្យមេមន់ហ្នឹងក្រាបណាហើយដល់ពេលវេលាកូនទាហ្នឹងវាក៏ញាស់ចេញមកតោះនេះបាទក៏ប៉ុន្តែកូនទាហ្នឹងវាញាស់តាមរយៈមន់ហ្នឹងវាបានក្រាបពងណាហើយមេមន់វាស្មានតែកូនរបស់វាហើយដល់ពេលកូនទាហ្នឹងវាធំបន្តិចទៅទាហ្នឹងក៏វាចុះទៅហែលទឹកបានន័យថាទាហ្នឹងវាចុះទៅហែលទឹកព្រោះតាមធម្មជាតិរបស់ទាកូនទាវាចេះហែលទឹកវាជារឿងធម្មជាតិវាជារឿងប្រក្រតីនោះទេក៏ប៉ុន្តែចៃដន្យនេះមេមន់នេះវាស្រឡាញ់កូនមេមន់វាស្រឡាញ់កូនវាក៏ភ័យវាក៏គិតថាកូនហើយកូនកុំទៅលេងទឹកតែវាអត់ដឹងនោះទេថាកូនហ្នឹងគឺកូនទាវាចេះហែលទឹកពីកំណើតហើយមេមន់ហ្នឹងអត់ដឹងនោះទេតែខ្លួនស្រឡាញ់កូនដែរបើន័យថាខ្លួនស្រឡាញ់កូនហ្នឹងតែខ្លួនហ្នឹងអត់ចេះហែលទឹកហើយចេតនារបស់មេមន់ដែលស្រឡាញ់កូនមិនដែរបាទគឺចង់ជួយកូនទៅហ៎អញ្ចឹងមេមន់ក៏វាចុះទៅក្នុងទឹកដើម្បីជួយកូនប៉ុន្តែដោយសារខ្លួនអត់ចេះហែលទឹកអាកូនទាវាមានអីវាចេះហែលធម្មតាដល់ពេលខ្លួនលោតទៅជួយកូនទាទាំងដែលខ្លួនមិនបានយល់អំពីសមត្ថភាពរបស់ខ្លួនថាខ្លួននឹងអត់ចេះហែលទឹកនោះទេទីបំផុតក៏ស្លាប់ខ្លួនបាទស្លាប់ខ្លួនតាមរយៈជួយកូនទាបងប្អូនគ្នាយល់នៅអ្វីដែលខ្ញុំនិយាយបាទបានន័យថាមេមន់នឹងស្រឡាញ់កូនទាស្រឡាញ់ព្រោះអីគិតថាកូនទានឹងគឺជាកូនរបស់ខ្លួនព្រោះអីខ្លួនគឺជាអ្នកក្រាបផ្ទាល់ណាប៉ុន្តែខ្លួនមិនដឹងរឿងខ្លួនអត់មានចំណេះដឹងផ្នែកហ្នឹងទៅជួយកូនមកណាកូនខ្លួនឯងប៉ុន្តែទានឹងវាមានទលួងទឹកអីវាចេះហែលទឹកទីបំផុតក៏ស្លាប់ខ្លួនទៅអញ្ចឹងអ្វីដែលខ្ញុំលើកឧទាហរណ៍យកមកនិយាយហ្នឹងវាមិនខុសអីអំពីមានអ្នកខ្លះហ្នឹងគឺគាត់ស្រឡាញ់ព្រះពុទ្ធសាសនាគាត់ចង់អនុរក្សព្រះពុទ្ធសាសនាក៏ប៉ុន្តែគាត់បែរជាទៅតេះដៀលឃើញលោកនេះធ្វើខុសវិន័យហ្នឹងគាត់ទៅតេះដៀលគាត់ទៅជេរប្រមាថទីបំផុតគាត់ក៏មានទុកមានទោសធ្លាក់នរកដល់ខ្លួនឯងហ្នឹងប្រៀបដូចជាមេមន់ចង់ជួយព្រះពុទ្ធសាសនាក៏ប៉ុន្តែអត់ដឹងយល់អំពីវិន័យទៅជាតេះដៀលទីបំផុតធ្លាក់ខ្លួនស្លាប់ដូចមេមន់នឹងឯងអញ្ចឹងរឿងខ្លះយើងមិនដឹងវាអាចគ្រោះថ្នាក់ដល់ជីវិតក៏ថាបានដូចមេមន់អញ្ចឹងដូច្នេះហើយអ្វីដែលខ្ញុំឆ្លើយតបនៅក្នុងវីដេអូនេះមិនបានឲ្យពុកម៉ែបងប្អូនគ្នាយកជាចំណេះដឹងកន្លែងហ្នឹងទៅចាប់ទោសទៅចាប់កំហុសឬក៏ទៅតេះដៀលអ្នកណាតេះដៀលអ្នកដទៃនោះទេដោយប្រការណាក៏ដោយអត់នោះទេអត់ឲ្យទៅបំផ្លាញសម្បុកខ្លួនឯងនោះទេអូខេបាទក៏ប៉ុន្តែយើងមានវិធីនៅក្នុងការកែបែបត្រឹមត្រូវទៅតាមលទ្ធភាពទៅតាមអ្វីដែលអាចធ្វើទៅបានអ្វីដែលខ្ញុំអធិប្បាយនេះគឺវិធីទៅតាមធម្មៈរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានអនុញ្ញាតទៅតាមពុទ្ធានុញ្ញាតយើងធ្វើទៅមិនមានទោសបានអានិសង្សហើយអ្វីដែលសំខាន់នោះគឺយើងមិនមានមៀបាទបងប្អូនគ្នាចង់កើតទៅជាមនុស្សដែលនៅក្នុងគ្រប់ភពគ្រប់ជាតិមិនមានមៀផ្ចាញ់ទេបាទ
យើងមិនមានមៀមិនមានពៀដូច្នេះហើយសូមឲ្យពុកម៉ែបងប្អូនគ្នាស្ដាប់វីដេអូរបស់ខ្ញុំយ៉ាងទៅអញ្ចឹងស្ដាប់ឲ្យចប់សិនណាបាទឥឡូវខ្ញុំមកនិយាយពីរឿងខ្លួនឯងផ្ទាល់អូខេបាទកាលពីមុនខ្ញុំក៏អត់ដឹងដែរនៅពេលណាដែលខ្ញុំទៅដាក់បាតលោកពីមុនយូរហើយពេលដែលខ្ញុំទៅដាក់បាតខ្ញុំក៏ដាក់បាតលុយរឿងធម្មតាដែរក៏ប៉ុន្តែក្រោយមកទៀតខ្ញុំក៏បានស្ដាប់ធម៌ធម្មៈអំពីលោកនៅក្នុងព្រះវិន័យដែលលោកអត់កាន់លុយណាលោកអត់ទទួលលុយហើយអ្វីដែលសំខាន់នោះគឺខ្ញុំអានចំកន្លែងហ្នឹងទៀតហើយតាមរយៈដែលខ្ញុំបានអានវិន័យហើយតាមរយៈដែលលោកបានថាលោកដែលយល់នៅក្នុងព្រះវិន័យលោកបានសម្ដែងថែមទៀតធ្វើឲ្យខ្លួនរបស់ខ្ញុំនឹងចាប់ដើមទៅជាអ្នកប្រកាន់វិន័យតាមរយៈដែលបានថាលោកដែលកាន់ព្រះវិន័យហ្នឹងលោកអត់ទទួលលុយហ្នឹងនៅពេលណាលោកទេសនាទៅមានលក្ខណៈតេះឌីលវាយបហាខ្លះដែរអញ្ចឹងណាអញ្ចឹងវាធ្វើឲ្យខ្ញុំអាចជាប់គេហៅថាជាប់ការប្រកាន់បែបហ្នឹងដែរដូច្នេះហើយធ្វើឲ្យខ្ញុំចាប់ពីពេលនោះតទៅគឺខ្ញុំអត់ដាក់លុយនោះទេដាក់បាតលោកគឺអត់ដាក់លុយនោះទេប៉ុន្តែមិនត្រឹមតែខ្ញុំមិនដាក់បាតហើយគឺខ្ញុំនៅប្រកាន់ទៀតនេះបញ្ជាក់ឡើងហ្នឹងហ៎បាទហើយនៅពេលណាដែលខ្ញុំទៅឃើញលោកអង្គផ្សេងលោកទទួលប្រាក់ទទួលលុយអញ្ចឹងណាខ្ញុំមានអារម្មណ៍មួយរឿងរង្គៀសមានអារម្មណ៍មួយថាអាគិតចិត្តនៅក្នុងស៊ីជម្រៅណាយើងមានអារម្មណ៍មួយចាប់ទោសនៅក្នុងចិត្តប៉ុន្តែភាគច្រើនគឺខ្ញុំអត់សូវនិយាយចេញទេបើមិនជាបងប្រុសរបស់ខ្ញុំវិញគាត់ធ្លាប់បានបួសនៅក្នុងវិន័យអូដាក់ភូមិហ្មងនិយាយមកបាក់មុខកដាវងតែម្ដងព្រោះអីគាត់កើតថ្ងៃពុធអានេះខ្ញុំដឹងអំពីចរិតនៅក្នុងតារាសាស្ត្រណាក៏ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយហ្នឹងគឺនៅពេលណាដែលយើងអត់យល់នៅពេលណាដែលយើងឃើញលោកកាន់លុយទទួលលុយបែបហ្នឹងយើងចាប់ដើមអារម្មណ៍ស៊ីជម្រៅមួយយើងចាប់ដើមចោទទោសថាលោកហ្នឹងខុសវិន័យហើយនៅពេលនោះធ្វើឲ្យយើងអត់សូវមានសទ្ធានោះទេហើយខ្ញុំជឿថាមានពុកម៉ែបងប្អូនគ្នាមួយចំនួនជាច្រើនមានអារម្មណ៍បែបហ្នឹងដូចខ្ញុំដែរសម្រាប់អ្នកដែលបានសិក្សាអំពីលោកវិន័យមានច្រើនហើយពេលមុនដែលខ្ញុំនៅភ្នំពេញណាខ្ញុំក៏មានអារម្មណ៍ចំពោះដូចដែលបងបានសួរនឹងដូចគ្នារឿងដែលគាត់បានសួរហ្នឹងគឺដូចអ្វីដែលកាលមុនដែលខ្ញុំនៅភ្នំពេញគឺជួបអញ្ចឹងដែរអញ្ចឹងនៅពេលដែលលោកនិមន្តមកមុខផ្ទះអញ្ចឹងណាអញ្ចឹងយើងអត់មានចង្ហាន់នោះទេក៏ប៉ុន្តែយើងក៏អត់ដាក់លុយដែរដល់ពេលលោកមកដល់ឈប់បែបហ្នឹងយើងចេញមកយើងក៏ចង់និយាយថាយើងអត់ដាក់លុយនោះទេក៏ប៉ុន្តែលោកមកដល់មុខផ្ទះយើងហើយដឹងថាយើងមិនដាក់លុយលោកហុចសបុតនេះឃើញទេបានថាយើងអត់ដាក់បាតនៅក្នុងថង់យាមប៉ុន្តែលោកមានវិធីមួយទៀតគឺហុចសបុតហុចសបុតរៃអង្គីណាអញ្ចឹងនៅពេលដែលហុចសបុតមកយើងទៅបានថាត្រូវឲ្យយើងដាក់លុយដែរនៅពេលនោះវាធ្វើឲ្យយើងមានអារម្មណ៍តានតឹងបានថាមានអារម្មណ៍មួយចង់និយាយថាយើងស្ដាប់នៅក្នុងព្រះវិន័យពីលោកពីមុនមកហ្នឹងនៅពេលណាដែលយើងដាក់លុយទៅវាខុសអញ្ចឹងវាធ្វើឲ្យយើងតានតឹងឲ្យលោកចង់និយាយថាហុចសបុតហ្នឹងឲ្យយើងដាក់លុយទៀតដល់ពេលអញ្ចឹងមិនដែរបាទមានអារម្មណ៍មួយថាលោកអត់គ្រប់វិន័យទេយើងអារម្មណ៍នៅក្នុងចិត្តណាលោកនៅតែទូចសុំលុយចង់និយាយអញ្ចឹងណាអានេះនិយាយឲ្យត្រង់ហ្មងហើយលោកក៏មានហេតុផលនេះហេតុផលនោះចង់បានប្រាក់ទៅរៀនចង់បាននេះចង់បាននោះអូពេលខ្លះទៅអូត្រូវធ្វើបុណ្យនេះធ្វើបុណ្យនោះក៏ហុចសបុតមកអញ្ចឹងទៅដូច្នេះហើយខ្ញុំជឿថាអ្វីដែលបងនិយាយមកហ្នឹងគឺពេលខ្លះទៅចង់និយាយថារបៀបបង្ខំឲ្យយើងដាក់លុយណាខ្ញុំយល់ពីអារម្មណ៍បែបហ្នឹងខ្ញុំជួបញឹកញាប់កាលមុនដែលខ្ញុំនៅភ្នំពេញហ្នឹងដូច្នេះហើយដោយទង្វើបែបហ្នឹងដែលយើងឃើញសាមណៈមកបិណ្ឌបាបបែបហ្នឹងហើយធ្វើឲ្យអារម្មណ៍របស់យើងអត់ល្អនោះទេអាសទ្ធាដែលយើងធ្លាប់តែមានជាមួយសង្ឃអីហ្នឹងវាធ្វើឲ្យយើងធ្លាក់ចុះមែនទេបាទហើយខ្ញុំជឿថាចំពោះយើងដែលបានសិក្សានៅក្នុងពុទ្ធសាសនាពេលខ្លះយើងអាចនឹងធ្វើចិត្តបានណាចុះចំពោះគ្នាអ្នកដែលអត់ដឹងរឿងឬក៏សទ្ធាថ្មីផងដល់ពេលឃើញសកម្មភាពទង្វើបែបហ្នឹងគឺអស់សទ្ធាតែម្ដងក៏ប៉ុន្តែខ្ញុំជឿថាបើសិនជាពុកម៉ែបងប្អូនគ្នាមានឱកាសមកស្ដាប់វីដេអូនេះហើយរាប់ទុកថាគឺជាអ្នកដែលមានបុណ្យហើយបាទព្រោះហេតុអីបាទយើងបានយល់អំពីកិច្ចកន្លែងហ្នឹងខ្លះព្រោះខ្ញុំជឿថាមនុស្សដែលកាន់ព្រះពុទ្ធសាសនានៅលើពិភពលោកហ្នឹងច្រើនមែនតែនបាទដែលឃើញលុយហ្នឹងទៅអូខេអាចនឹងដាក់លុយដាក់អីជាប្រចាំអូមិនមែនជារឿងប្លែកនោះទេអញ្ចឹងយើងសាកគិតទៅមើលថានឹងគឺជាសិក្ខាបទមួយរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានបញ្ញត្តិហើយមនុស្សជាច្រើននៅលើពិភពលោកដែលកាន់ព្រះពុទ្ធសាសនាណាច្បាស់ថាខ្លួនកាន់ព្រះពុទ្ធសាសនាក៏ប៉ុន្តែបំពេញនៅសិក្ខាបទហ្នឹងទី1អ្នកដែលបំពេញហ្នឹងមានទោសបាទទី2អ្នកដែលមិនជ្រះថ្លាហ្នឹងមានការរង្គៀសទើសទាល់ក៏មានទោសដែរយើងឃើញទេអញ្ចឹងព្រួញមួយរបស់មាបាញ់បានសត្វ2ក៏ប៉ុន្តែបើទោះបីជាព្រួញរបស់មាហ្នឹងមានកម្លាំងមានឫទ្ធានុភាពកម្រិតណាក៏ដោយបើសិនជាយើងគឺជាអ្នកដែលសាងបារមីដោយបញ្ញាដែលយើងមានការសិក្សាណាបានន័យថាយើងព្យាយាមនៅក្នុងការសិក្សាហើយយកព្រះវិន័យរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គក៏បានទុកនៅចន្លោះប្រហោងឲ្យសាវករបស់ព្រះសម្មាសម្ពុទ្ធសាវករបស់ព្រះអង្គផ្ទាល់ហ្នឹងក៏មានភាពងាយស្រួលនោះដែរដើម្បីអីបាទដើម្បីឲ្យខ្លួនរបស់យើងផ្ទាល់ណាមានសុគតិភពដើម្បីកុំឲ្យយើងនឹងមានគ្រោះមានភ័យនៅពេលអនាគតអូខេបាទអូខេចំពោះអ្នកផ្សេងពេលខ្លះទៅបើសិនជាបំពេញអាហ្នឹងគឺជារឿងរបស់គេក៏ប៉ុន្តែរឿងរបស់យើងកិច្ចរបស់យើងបាទយើងត្រូវតែជំនះពី
ចិត្តរបស់មាបើថាយើងត្រូវតែជំនះពីចិត្តរបស់មាយើងកុំឲ្យមាបានសម្រេចបើសិនជារឿងអ្នកដតីគេបានសម្រេចអានឹងរឿងរបស់គេតែចិត្តរបស់យើងគឺមិនឲ្យមាបានសម្រេចព្រមទេបាទអញ្ចឹងអានឹងរឿងមួយបានថាលោកមកធ្វើឲ្យយើងតានតឹងអូខេណាបាទហើយរឿងមួយទៀតដែលធ្វើឲ្យយើងតានតឹងដែរនោះនៅពេលណាដែលយើងឧមាថាឥឡូវនៅពេលណាយើងដឹងពីរឿងប្រកេនលុយផ្ទាល់អីចឹងទៅវាមានទោសមានទុកអីចឹងណាយើងដឹងថាលោកយើងធ្វើឲ្យលោកអាបត្តិនៅពេលណាដែលយើងទៅកន្លែងណាមួយវាអត់តន់រួចខ្លួនទេអូខេបាទយើងនឹងមានភាពតានតឹងមួយទៀតឧទាហរណ៍ថាយើងទៅធ្វើបុណ្យអីចឹងទៅយើងអាចនឹងប្រមូលលុយឬក៏ពេលខ្លះទៀតមិនទាន់ដាក់លុយចាស់ទុំណាពេលច្រើនចាស់តាអាចារ្យឬក៏ពេលខ្លះទៅញាតិរបស់យើងម្ដាយរបស់ខ្ញុំកាលពីមុននេះម្ដាយរបស់ខ្ញុំឬក៏ញាតិពីមុនចង់និយាយថាអ្នកដែលមានអំណាចលើយើងណាចង់ឲ្យយើងពេលដែលយើងធ្វើបុណ្យនោះដាក់លុយអញ្ចឹងទៅមានអារម្មណ៍មួយថាចាប់ដើមបខំយើងពីមុនណាលោកបខំឥឡូវនេះមកតាអាចារ្យបខំឬពេលខ្លះទៀតម្ដាយបងប្អូនឬក៏ញាតិរបស់យើងអ្នកដែលមានចង់និយាយថាអ្នកដែលជាចាស់ទុំរបស់យើងមកបខំយើងជំរុញយើងប្រគេនលុយលោកប្រគេនផ្ទាល់ទៅបានបុណ្យច្រើននេះមានអញ្ចឹងទៀតណាអាហ្នឹងវានឹងធ្វើឲ្យយើងតានតឹងមកតង់ទៀតអូខេបាទថាតើយើងអាចនឹងរួចខ្លួនដោយវិធីណាទៅអត់ទេបាទនឹងគឺជាអន្តៈរបស់មាបាទដូច្នេះហើយតើតែយើងប្រើបញ្ញាខ្លះដែរណាហើយទាំងអស់ហ្នឹងវាសុទ្ធតែជាអន្តៈរបស់មាបាទបើសិនជាយើងតេះដៀលក៏ខុសបើយើងចាប់ទោសក៏ខុសហើយបើសិនយើងធ្វើចង់និយាយថាយើងស្របក៏ខុសយើងមានទោសដូចគ្នាដូច្នេះហើយពេលខ្លះទៅអាហ្នឹងតើតែយើងប្រើបញ្ញាខ្លះដែរអូខេបាទអាហ្នឹងគឺក្នុងកំឡុងពេលដែលខ្ញុំនៅជាកុហកណានៅក្នុងកំឡុងពេលនៅជាកុហកហ្នឹងយើងយល់បែបហ្នឹងហើយបន្តមកទៀតនៅពេលណាដែលពេលដែលខ្ញុំបានទៅបួសអានេះរឿងមួយទៀតខ្ញុំនិយាយពីរឿងរបស់ខ្លួនឯងពេលដែលខ្ញុំទៅបួសថ្មីហ្នឹងបន្តមកទៀតនៅពេលណាដែលពេលដែលខ្ញុំបានទៅបួសអានេះរឿងមួយទៀតខ្ញុំនិយាយពីរឿងរបស់ខ្លួនឯងពេលដែលខ្ញុំទៅបួសថ្មីហ្នឹងពេលដែលខ្ញុំទៅបួសថ្មីហ្នឹងខ្ញុំក៏បានទៅកុដិរបស់ព្រះថេរៈបន្ទាប់មកក៏មានបងប្រុសម្នាក់គាត់ដើរកាត់រមើខ្ញុំគាត់មានរបស់របរយកមានទេយ្យធម៌ផ្ញើអញ្ចឹងណាយកទៅប្រគេនផ្ទាល់មានសទ្ធាកាលនោះឮតែម្ចាស់ channel ស្ដេចចាក់បួសអញ្ចឹងទៅឮពី page របស់បងស្រីអច្ឆរាអញ្ចឹងគាត់ក៏ដើរកាត់រមើទៅសួរគេឯណាលោកម្ចាស់ channel ស្ដេចចាក់បានន័យថាគាត់មិនមែនសួរអញ្ចឹងគាត់ថាឯណាលោកម្ចាស់ស្ដេចចាក់នៅក្នុងប្រវត្តិអត់មានអ្នកស្គាល់លោកម្ចាស់ស្ដេចចាក់ណាគេដល់ពេលអញ្ចឹងគាត់ក៏សួរទៅមានភិក្ខុបួសថ្មីចង់និយាយអញ្ចឹងមានភិក្ខុបួសថ្មីហ្នឹងក៏គេប្រាប់ទៅគាត់ដើរចូលដល់រមើទៅក៏គេប្រាប់ដំណឹងថានោះភិក្ខុហ្នឹងនោះបួសនៅឯគាត់នៅក្រោយនៅព្រៃនៅក្នុងព្រៃហើយពេលហ្នឹងក៏ដើរសួររមើគេចុះឡើងទៅក៏បានឃើញខ្ញុំហ្នឹងគាត់ឃើញធ្លាប់ឃើញរូបថតខ្ញុំណាគាត់ធ្លាប់ឃើញរូបថតខ្ញុំពេលដែលបួសថ្មីបងស្រីអច្ឆរាគាត់ផុសអញ្ចឹងទៅគាត់ក៏ទៅថ្វាយបង្គំនៅកន្លែងហ្នឹងហើយក៏ខ្ញុំក៏ប្រាប់ឲ្យចូលទៅព្រោះនៅយើងនៅក្បែរគាត់ព្រះថេរៈអញ្ចឹងទៅក៏ចង់ទេសនាមព្រះថេរៈឲ្យលោកបានស្គាល់អញ្ចឹងណាអញ្ចឹងគាត់ក៏ទៅថ្វាយបង្គំយកទេយ្យធម៌យករបស់របរយកទៅប្រគេនអញ្ចឹងទៅអញ្ចឹងយើងបើសិនទទួលកាត់មុខលោកដែលយើងទៅបួសថ្មីកាត់មុខព្រះថេរៈវាមិនសមគួរអញ្ចឹងក៏ឲ្យទេសនាមលោកឲ្យថ្វាយបង្គំទៅប្រគេនឲ្យប្រគេនជាមួយព្រះថេរៈមកអញ្ចឹងទៅធម្មតាលោកបួសយូរអញ្ចឹងទៅហើយលោកក៏បានរៀនធម៌ទន្ទិញធម៌ច្រើនអញ្ចឹងណាហើយចំពោះខ្ញុំធម៌មួយចង់និយាយថាធម៌សូត្រមួយចំនួនពេលខ្លះយើងអត់សូវបានរំលឹកយើងអត់ចាំនោះទេព្រោះដោយសារតែយើងអានពេលខ្លះយើងអធិប្បាយទៅដើម្បីយល់អញ្ចឹងអាធម៌សូត្រមួយចំនួនតាមធម្មតាចង់និយាយថាយើងអត់បានរំលឹកណាបាទន័យថាធម៌ខ្លះហ្នឹងយើងយល់ន័យយើងធ្លាប់អានយើងយល់ន័យយើងឬក៏ពេលខ្លះបើទោះបីជាធ្លាប់ចាំក៏យើងមិនមែនជាបបិជិតយើងសូត្រជាប្រចាំដែរព្រោះធម៌ខ្លះច្រើនអញ្ចឹងទៅដល់ពេលអញ្ចឹងទៅថ្វាយបង្គំជាមួយលោកអញ្ចឹងទៅក៏គោលដៅបានន័យថាចង់ឲ្យលោកឲ្យពើទៅព្រោះយើងគ្រាន់តែថានៅអមវិញព្រោះយើងអទេសនាមដល់លោកណាដល់ពេលអញ្ចឹងលោកដឹងថាញោមហ្នឹងមករកខ្ញុំដោយត្រង់ណាព្រោះតាមធម្មតាបាទន័យថាគាត់មិនមែនសទ្ធាមួយសង្ឃទេបាទន័យថាសទ្ធាជាមួយបុគ្គលជាមួយខ្ញុំផ្ទាល់ដល់ពេលអញ្ចឹងយើងចង់អទេសនាមឲ្យបានស្គាល់ព្រះថេរៈក៏ប៉ុន្តែព្រះថេរៈមិនដឹងថាចេតនារបស់លោកនឹងចង់ធ្វើបែបហ្នឹងឬក៏លោកគ្រាន់តែចង់អនុគ្រោះបែបណាណាបាទន័យថាពេលដែលហៅមកអញ្ចឹងទៅលោកក៏ហៅខ្ញុំទៅឲ្យមកចូលរួមអញ្ចឹងទៅហើយឲ្យខ្ញុំនឹងទៅយកសភៅធរដែលចង់និយាយថាឲ្យសូត្រជាមួយលោកទៅវាលក្ខណៈលោកក៏បរៀនចង់និយាយថាបរៀនខ្ញុំនឹងនៅមុខគេហ្មងចង់និយាយអញ្ចឹងចង់បញ្ជាក់ថាខ្ញុំនឹងអត់ចេះធរទេឲ្យបើកសភៅកន្លែងនេះមកហើយឲ្យថាតាមលោកចង់និយាយអញ្ចឹងណាដល់ពេលអញ្ចឹងទៅអូខេក៏ធ្វើតាមនោះបណ្ដៃគ្រាន់តែកំពុងតែគិតថាហេតុអីបានជាលោកត្រូវធ្វើអញ្ចឹងចង់និយាយអញ្ចឹងណាអានេះគ្រាន់តែគិតនៅក្នុងចិត្តមិនដឹងថាចេតនារបស់លោកបែបណានោះទេប៉ុន្តែវារាប់ទុកថាចង់បញ្ជាក់ថាលោកមកប្រៀបមកអង្គុយអញ្ចឹងទៅមកឥឡូវសូត្រធម៌ទៅឲ្យពើគេចង់និយាយបញ្ជាក់អញ្ចឹងណាហើយគោលដៅចង់បញ្ជាក់ថា
trong bạch chẹn nhôm năng đai máu năng thà trong năng ọt chơi thò cái này năng tê bạn ta mến thò để dương cua sâu rư có ấy bạn ta lục trong rơ thò na lục trong rơ thò na bạn ta thò năng cứ lục chơi chẳng á lục chơi dục lục ai những sọt như thế lục đăng tụm bò na lệ na anh tới từ bạc rô cái này năng à hay ao dương bạc tam hay sâu tam lục lục hẹp tơ nè anh ấy sồn chè trong gì chứ nơi một kế trong gì chẳng á chẳng à tam thầm đá dương rồi vì miền tịch thẹn đấy hay lúc mình đang thà cách rồi bỏ lúc lúc phơi đứng trên tận á bẹp ná còn đá dương mèo rau mùi tha hay đấy có thể phơi chẳng rồi này trong này dễ tranh bị chất không không khả năng đắng á bạn này tha priệp đôi chỉ lúc trong bồng bặm một chữ cái chọn gì chẳng á buổi dương vì nơi miền à ta tu luôn đây chẳng vì nơi miền tịch thẹn đấy đọc về chẳng về để lúc phơi bẹp đang tới dương mèo rau mùi tha trong bồng bặm một giờ nắng trồng buông một nhôm đài màu nắng thà dương ọt che thế lại nắng an tam lúc đập là lúc hẹp mà mặt đang tới ông vậy tam hay an tam tua so ấy chẳng á chẳng tới nó rương tông tì mùi hay đọc về rương mùi tiết miền nhôm sấy nó màu nó rương đài chẳng vậy thà phơi ao miền là rong dương hay đừng bẹt thế đã mẹ rong riêng clear đó cho mùi trong nó cho mùi lô riêng clear miền bông sấy nó bị nạ mai cố nó trâu mới chuột và tọt máu cột có phai tây giờ thò đọc về phai tây giờ đó nó khang không nó miền bạ tiệt miền lôi tiệt đọc về dương ọt đắng từ tua máu bạn đi tha từ tua hai nó tụm khơi lôi nó không đắng á pua từ bốn pe khai chợ đấng dương khơi đà là bốn sman là con sman là chồng gì ta dương sman là con đấng hưởng đào pe con đã lôi máu từ vào đời hay đào pe từ bốn xong từ bút thâm mấy pe từ bút thâm mấy nắng miền là đấng rương ai tới con cò từ chua chẳng đấy hai pe nắng còn bông ở nơi con pre thề rạ hay pe được trong từ bút thâm mấy những dương còn toàn hiền tranh mốt chồng gì ta là việc dương cắt một pre thề rạ nè bạn ấy thay dương còn bông tại nơi cột prethera hai prethera luôn nơi nặng đá chẳng dương có trong cắt một prethera có trong ao bạn ấy thay dương này nôm ở cột nó ban score cho mỗi prethera nữa bạn ấy thay dương trong ao nhận nhóm bạn ấy thay nhận nhóm nó cứ cột mới giật thiê mỗi trong to nữa thế bạn ấy thay cột score tam dạ pe nó trong tự bùa như thế hay cột đắng cột tự chuột cô đán cứ trong chuột trong to nữa thế có bạn ta đi xa tại trong nơi cột prethera hay prethera nơi nặng tiệt đó nè chẳng dương có kịch hà trong phát đầu kịch để du ao prethera đại lục mà miền và xa chặt dương đại lục bùa du hai á nè ơi lúc chui chia thủ ra ai dân tới hay dân còn lẹ khả năng dân thi áp dân lực đồng cao lúc ơi lúc cái tha ơi nhiệt nhôm này con mau giật thi cho mỗi dân nước ban score ban dòng vậy dân từ này non còn đó nè pro tam thòm đá dân tiêu tại bút mây thời ghế tiêu tại bút mây đọc nhiệt nhôm mau direct trong vậy tha bài tọt luôn bài bộ cô hay đọc bên nó không còn lòng bên nó miền thể ra ai nơi đằng đá dân dân có chóng nay nó tới na ôนี่คือthể ra bu du ai dân tới bạn ấy tha lúc nên nâng dân dương có trong ở tây sơn niệm ơi lúc bạn này nhẹ đè pung nên nâng dân tới ơi cột bạn để phai một cung thể ra ai chẳng á có phần thế đọc về dương này nó mà hỏi vì miền rương này mình nực sama này lại nâng thiệt rương này mình nực sama nó bạn ấy tha từ bốn trong nè búa cứ trong bạn ấy cột một phái cứ trong từ tua lấy thời ấy dương từ tua tây giờ thôi đây nhôm cột một bậc kia này phần tay cào mót dương tiêu tại đăng than là không nắng vì miền lôi dân vì tây chỉ nisiki lôi bạn ấy tha lôi để dương thử lẹ chào lắm nè bạn ta lôi nắng chồng pua dương chỉ bị khổ nắng cứ chài lên ca để chồng pua sao mà nè nắng dân dương thử tô thôi dương trời tại lẹ lôi nắng cháo đâm bấy sầm đai nhà bát chanh hai bờ sơi dương lẹ tới sầm rạp nè để vô kịch nắng là bây lẹ tới khi chơi bảo vả nát thấm mấy dân lôi nắng có ai vô mà pra bàn cười nhé sầm khăn dương vô làm pi kịch sầm rạp sao mà nè có bàn tay có hoa đại ắt vô pi khác thưa ắt trời anh ấy cứ chỉ kịch nhưng không pra vì nấy bạn bờ sân chia bốc mai bảo bạn này class đạp tới hiện nơi ngó bạn ấy tha nơi pe đã lôi cái bậc kên lô á nè bởi sân nhiều lô thật tốt bạn này lôi nó cứ chi ni sự ký bạn này trời chào chai ăn cá sầm đạp lô cứ chai ăn cá tết thử bạn này ta việc kho vì này còn bạn này bởi có ao ta miền lối chai tới việt bạn há này bộ kia ao ấy tại cái bậc kên nó cái ao ấy bạn thấy sầm đạp cách là bỏ lô cứ việc trời tô còn bạn này hai ca đây mình nước smart trong vậy nó cứ trong cái vùng tại kịch á nè ti mùi nè đại cọt bậc kên phối cọt bậc kên lối bạn này ta cọt sệt thia cho mỗi trong to chẳng những nơi pe đại cọt bậc kên pe khác con ai nâng mình đằng nâng tì muối con ai nâng mình đằng thầy dương nâng mình từ tua pra can toแบบnâng như thế tì pi vì ai nâng chia tụm lọp rồi con bị môn máu rứ có pe khác mà ra con trong từ chụp cho mũi lô ong ná con sệt thia cho mũi lô ong ná con tay tay bậc kên lôi để rách to trong người ta tới chất đất cho mũi lô á nó đã bởi chỉ cả cu xòm ấy chân tới dân rừng nâng lại không rừng côm nâng biển chân sạp á nó con ai vô lần chân anh ấy trong cuộc sống trong kịch chân tha tì muối con ai nâng mình đằng tì pi đây sao đây tụm lọp đây con đằng vì môn máu con bậc kên lôi nâng trong phố cót đăng rư mình đắng cọt bàn phơi ruồi chợ hai thời ấy cọt đăng rư mình đắng cọt bàn phơi ruồi chợ hai trong phố nhóm đại dương nơi không một lòng pe bu nắng á tụ bay chỉ dương đăng thạc không năng miền lôi rư mình miền lôi cọt bàn đáy dương có từ tu ruồi chợ hai đôi kia thọn này bạn chắc bạn đi tha cọt bàn phơi ao dương nắng bạt
តនេះបាទបានថាធ្វើឲ្យយើងមានទោសភាសាឲ្យស្ដាប់ថាគាត់បានធ្វើឲ្យយើងនឹងមានទោសរួចទៅហើយយើងនឹងក៏មានទោសរួចទៅហើយដែរតាមរយៈនឹងព្រមទទួលយើងក៏ព្រមទទួលអញ្ចឹងបានន័យថាទី1គឺគាត់បានធ្វើឲ្យយើងមានទោសបានន័យថាមានទោសតាមរយៈអីតាមរយៈហ្នឹងគឺយើងព្រមទទួលអូខេបាទអាហ្នឹងយើងត្រូវយល់កន្លែងហ្នឹងថាខ្ញុំដឹងថាបានន័យថាយើងជាភិក្ខុពេលហ្នឹងគឺយើងដឹងថាខ្ញុំកំពុងតែមានទោសហើយព្រោះអីយើងទទួលដោយចេតនាអ្វីបាត់តែនៅក្នុងហ្នឹងយើងអត់ដឹងត្រូវឯងព្រោះយើងអត់បានសួរនាំអត់បានអីពីមុនមកយើងទទួលយកភ្លាមអាហ្នឹងគឺជាកំហុសរបស់យើងគឺអ្នកបួសដែរហើយដល់ពេលយើងត្រូវទោសយើងរៀបរាប់រឿងរ៉ាវហ្នឹងប្រាប់ទៅដល់បានន័យថាប្រាប់ដល់លោកដើម្បីសម្ដែងបាត់អីចឹងទៅហើយលោកក៏តេះឌីលញោមអញ្ចឹងណាញោមខាងដែលមកប្រគិនចង់និយាយថាធ្វើបន់អត់បញ្ញាអត់ចំណេះដឹងអីចឹងណាតេះឌីលខាងនោះអញ្ចឹងទៅអញ្ចឹងបានន័យថាលោកពេលតេះឌីលគេក៏លោកមានទោសដែរចង់និយាយចឹងណាព្រោះអីយើងចង់និយាយថាយើងក៏មិនទាន់បានបង្រៀនគាត់ឲ្យបានត្រឹមត្រូវអីចឹងណាអានេះព្រួញរបស់មៀនមកក្របហ្នឹងបាញ់បាន3តោះនេះបាទអញ្ចឹងគឺទី1យើងមានអារម្មណ៍មួយរៀងចង់និយាយថារៀងខ្នក់ចិត្តផងដល់ពេលប្រាប់ព្រះថេរៈស្ដីឲ្យហើយដល់ពេលញោមមិនដែរគាត់ក៏អស់សទ្ធាអន់ចិត្តដែរឃើញទេ3គ្រាប់ហ្នឹងត្រូវទាំង3មកគ្រាប់ឯងបាន3ឃើញទេបានន័យថានៅក្នុងរឿងហ្នឹងគឺយើងក៏មិនអាចទៅបន្ទោសជាញាតិញោមទាំងស្រុងបានដែរយើងក៏មានចំណែកខុសនៅក្នុងហ្នឹងដោយសារពេលខ្លះគាត់អត់ដឹងមែនទី1គឺគាត់អត់ដឹងក៏ប៉ុន្តែចំពោះយើងនេះពេលខ្លះយើងអត់បានសួរនាំយើងបានន័យថាយើងអត់មានឱកាសផ្ដល់ឱកាសឲ្យគាត់ណាទី1យើងអត់មានឱកាសនៅក្នុងការប្រាប់គាត់មុនឬក៏ពេលខ្លះយើងអត់បានសួរគាត់មុនអាហ្នឹងលើកទី1វាកន្លងរួចទៅហើយក៏ប៉ុន្តែមកគ្របហ្នឹងបាញ់បានសត្វ3ធ្លាក់ទាំង3អូខេបាទដល់ពេលក្រោយមកទៀតលើកទី2លើកទី2ទី1ហ្នឹងអូខេបធុញញុចដល់ពេលលើកទី2ជួបអញ្ចឹងទៀតលើកទី1ហ្នឹងយើងអត់បានប្រាប់ញាតិញោមប៉ុន្តែលើកទី2ហ្នឹងវាបធុញញុចពេកវាបន្ទាន់ពេកណាយើងក៏អត់បានប្រាប់គាត់ទៀតនៅកន្លែងស្រោចពោធិព្រឹកអញ្ចឹងយកពេលអញ្ចឹងក៏មានមនុស្សជាច្រើននេះទៅក៏មានលោកច្រើនអញ្ចឹងណាហើយយើងក៏ចង់ផ្ដល់កិត្តិយសឲ្យព្រះថេរៈដែរព្រោះអីមកស្រោចជុំគ្នាអីអញ្ចឹងទៅលោកមានមុខមាត់នៅកន្លែងហ្នឹងដែរដោយសារយើងបាននិមន្តព្រះថេរៈមកទទួលចង់និយាយថាមកស្រោចពោធិព្រឹកឲ្យដល់ពេលគេមកជួបយើងមកជួបខ្ញុំហ្នឹងបានន័យថាគេសទ្ធាជាមួយខ្ញុំផ្ទាល់ណាអញ្ចឹងយើងឃើញព្រះថេរៈនៅហ្នឹងយើងក៏មិនមែនទទួលចង់និយាយថាទទួលកាត់មុខលោកវាមិនសមទៅដល់ពេលអញ្ចឹងយើងក៏ឲ្យព្រះថេរៈក៏ជួយទទួលចង់និយាយថាមានធរៈនៅក្នុងចំណែកនឹងដែរដល់ពេលលើកហ្នឹងមិនដែរបាទលោកតេះឌីលនៅកណ្ដាលវងនេះហ្មងដែលមិនគួរអីចឹងណាដល់ពេលធ្វើអញ្ចឹងមិនដែរវាធ្វើឲ្យគាត់អ្នកដែលគ្នាមកអត់ដឹងរឿងដែលមានសទ្ធាជាមួយយើងហ្នឹងគាត់ក៏អស់សទ្ធាធ្លាក់សទ្ធាគាត់អន់ចិត្តចង់និយាយថាគាត់ខំប្រឹងកាត់ពីណាពីណីមកដល់ពេលមកធ្វើអញ្ចឹងទៅវាបែរជាមិនទទួលបានការរាប់អានដោយល្អបែរជាត្រូវបានការស្ដីបន្ទោសតេះឌីលថាគេល្ងងខ្លៅអីចឹងណាអញ្ចឹងអាសទ្ធារបស់គាត់ក៏ធ្លាក់ចុះទៅអាហ្នឹងញាតិញោមដែលសទ្ធាមួយខ្ញុំកាលមុនហ្នឹងដល់ពេលអញ្ចឹងតាំងពីពេលហ្នឹងមកគឺយើងយល់អំពីចរិតរបស់ព្រះថេរៈអូខេបាទដល់ពេលលើកក្រោយក៏មានញាតិញោមឲ្យមកទៀតលែងផ្ដល់កិត្តិយសលែងទុកមុខឲ្យហ្មងលើកក្រោយគឺខ្ញុំទទួលខ្លួនឯងដល់ពេលរឿងខ្លះក៏និយាយប្រាប់អីចឹងទៅអញ្ចឹងឲ្យគាត់យល់ឲ្យធ្វើលើកក្រោយឲ្យត្រូវកាលពីមុនព្រះថេរៈលោកបានធ្វើឲ្យញាតិញោមនឹងអន់ចិត្តត្រូវទេដល់ពេលលើកហ្នឹងយើងទទួលកាត់មុខលោកបានថាយើងលែងឲ្យតម្លៃលោកណាយើងទទួលខ្លួនឯងលោកក៏អន់ចិត្តជាមួយយើងទៀតព្រោះឯងយើងអ្នកបួសថ្មីដល់ពេលយើងអ្នកបួសថ្មីហើយយើងទៅទទួលកាត់មុខកាត់មាត់លោកដែលលោកនៅនឹងដែរណាប្រៀបដូចជាយើងនឹងអត់គោរពលោកក៏ប៉ុន្តែខ្ញុំកណាបានទុកឱកាសឲ្យលោក2ដងហើយដល់ពេលរឿងហ្នឹងវាកើតឡើងបែបហ្នឹងអ្វីដែលខ្ញុំចង់និយាយថារឿងខ្លះហ្នឹងគឺវាលំបាកនៅក្នុងការធ្វើលំបាកនៅក្នុងការសម្រេចចិត្តមែនអញ្ចឹងបើសិនជាយើងត្រូវការផ្ដល់កិត្តិយសឲ្យព្រះថេរៈញាតិញោមនឹងក៏អន់ចិត្តក៏ប៉ុន្តែបើសិនជាយើងមិនបានបង្រៀនញាតិញោមឲ្យបានយល់ទេណាយើងធ្វើយើងទទួលយើងកាត់មុខបែបហ្នឹងវាធ្វើឲ្យព្រះថេរៈអន់ចិត្តអញ្ចឹងវាធ្វើឲ្យពេលខ្លះទៅពៀហ្នឹងវាអាចនឹងមានធ្វើឲ្យយើងមានទុកមានទោសមានការលំបាកហើយពេលខ្លះយើងពិបាកនៅក្នុងការធ្វើចិត្តពិបាកនៅក្នុងការសម្រេចចិត្តណាអ្វីដែលខ្ញុំនិយាយហ្នឹងគឺវាមានវិបត្តិបែបហ្នឹងមែនដូច្នេះហើយពេលខ្លះយើងត្រូវតែប្រើបញ្ញាឬក៏ពេលខ្លះទៅវាអាចនឹងសារវិបាកកម្មរបស់យើងដែលយើងមិនអាចជ្រើសរើសបានណាយើងត្រូវតែជួបហេតុបែបហ្នឹងក៏ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយហ្នឹងចង់បញ្ជាក់ថាពេលខ្លះណាអ្នកបួសនៅក្នុងព្រះពុទ្ធសាសនាហ្នឹងមានការតេះឌៀលបែបហ្នឹងចង់បញ្ជាក់ថាការតេះឌៀលវាមានភាពងាយស្រួលជាងបង្រៀនណាបើសិនជាបង្រៀនគាត់ឲ្យស្រួលទៅក៏វាអត់ជាបញ្ហាទេត្រូវទេក៏ប៉ុន្តែគ្នាអត់ដឹងពេលខ្លះយើងតេះឌៀលប្រើទៅវាទៅជារឿងពៀចងគំនុំដាក់គ្នាណាវាមើលមុខគ្នាលែងចំអាហ្នឹងដែលអ្វីដែលខ្ញុំចង់និយាយហ្នឹងគឺយូរទៅគាត់នឹងមានសទ្ធានៅក្នុងពុទ្ធសាសនាទេប៉ុន្តែ
គាត់បែរជាតេះដៀលដោយសារតែអ្នកបួសនៅក្នុងព្រះពុទ្ធសាសនាដែរអាហ្នឹងដែលខ្ញុំចង់និយាយហ្នឹងអញ្ចឹងបានន័យថាគាត់គឺជាឧបាសកឧបាសិកាគឺគាត់ក៏បំផ្លាញសម្បុកព្រះពុទ្ធសាសនាហើយចំពោះព្រះភិក្ខុដែលលោកបានបួសគឺជាព្រះថេរៈលោកក៏មានចំណែកបំផ្លាញនៅកន្លែងហ្នឹងដែរដោយសារតែយើងមិនបានបង្រៀនទៅតាមធម្មៈរបស់ព្រះសម្មាសម្ពុទ្ធបែរជាតេះដៀលគ្នាយកតែម្ដងព្រោះពេលខ្លះគាត់ក៏អត់ដឹងរឿងហ្នឹងដែរក៏ប៉ុន្តែអ្វីដែលខ្ញុំចង់បញ្ជាក់ណានៅពេលណាដែលយើងជួបហេតុការណ៍បែបហ្នឹងបាទពេលខ្លះយើងក៏ត្រូវប្រើបញ្ញាផ្ទាល់ខ្លួនណាត្រូវទេបាទដូច្នេះនៅក្នុងចំណុចហ្នឹងពេលដែលខ្ញុំជួបហេតុការណ៍បែបហ្នឹងអញ្ចឹងនៅពេលណាដែលយើងបង្រៀនគាត់អីពេលខ្លះគាត់អត់ដឹងមែនមិនមែនថាគាត់នឹងចង់ប្រកេនលុយយើងទេមិនមែនថាគាត់នឹងចង់ធ្វើឲ្យយើងនឹងត្រូវទោសទេមិនមែនទេចេតនារបស់គាត់ចង់រាប់អានមួយយើងហ្នឹងក៏ប៉ុន្តែពេលខ្លះដោយសង្គមដែលគាត់យល់ពីមុនមកគិតថាចង់រាប់អានហ្នឹងតើប្រកេនលុយទើបរាប់អានទើបចិត្តដិតមួយយើងអីចឹងទៅតែធៀបប៉ុនពេលខ្លះគាត់អត់ដឹងហើយដោយសារតែយើងនឹងមិនបានប្រាប់គាត់ទី1អាហ្នឹងក៏ជាចំណែកជាកំហុសរបស់ចំពោះព្រះវិខុសង្ឃដែរគឺយើងនិយាយចំពោះតអ្នកដែលបានបួសណាបាទថាយើងមិនបានបង្រៀនគាត់ឲ្យបានត្រឹមត្រូវដល់ពេលគាត់ធ្វើខុសយើងបែរជាទៅបន្ទោសយកតែម្ដងដូច្នេះហើយធ្វើឲ្យគាត់នឹងធ្លាក់សទ្ធានឹងរឿងមួយដែលព្រះថេរៈលោកបានតេះដៀលយ៉ាងទៅហើយលោកអាងថាលោកប្រកាន់វិន័យគឺលោកកាន់វិន័យធំលោកធ្ងន់នៅក្នុងវិន័យរឿងធ្ងន់នៅក្នុងវិន័យប៉ុន្តែធ្ងន់ផ្នែកហ្នឹងប៉ុន្តែយើងទៅតេះដៀលគេហ្នឹងយើងពោលថាគេខុសទាំងដែលយើងមិនបានបង្រៀនគេហ្នឹងដល់ពេលអញ្ចឹងយើងក៏ខុសនៅក្នុងសិក្ខាបទប៉ុណ្ណឹងប្រជែងបាត់ហ្នឹងគេអន់ចិត្តបាត់ហ្នឹងបាទន័យថាយើងធ្ងន់នៅក្នុងវិន័យចំណុចហ្នឹងក៏ប៉ុន្តែយើងត្រូវទោសនៅក្នុងវិន័យមួយទៀតតោះនេះបាទដោយអ្វីដែលខ្ញុំអធិប្បាយពីដំបូងថាយើងក៏មានលិមួកប្រឡាក់កន្លែងនេះដែរបាទន័យថាយើងទៅបន្ទោសគេកន្លែងនោះប៉ុន្តែយើងក៏មានលិមួកខ្លះដែរខ្ញុំចង់និយាយអញ្ចឹងណាអញ្ចឹងអ្វីដែលខ្ញុំចង់អធិប្បាយបាទន័យថាពេលខ្លះយើងឃើញអ្នកដែលកាន់នៅក្នុងពុទ្ធសាសនាតេះដៀលរឿងមួយប៉ុន្តែគាត់ត្រូវទោសរឿងមួយបាត់ហើយគាត់ខុសរឿងមួយទៀតណាចង់និយាយអញ្ចឹងណាអូខេអាហ្នឹងរឿងមួយដែលខ្ញុំបានបួសថ្មីយើងជួបហេតុការណ៍បែបហ្នឹងឃើញទេមាជំរុញឲ្យយើងពិបាកនៅក្នុងការធ្វើចិត្តរហូតដល់ពេលវេលាក្រោយមកទៀតខ្ញុំមានឱកាសបានទៅដែនដីពុទ្ធភូមិទៅធម្មយាត្រាហ្នឹងខ្ញុំក៏បានទៅជួបនៅក្នុងសមាគមលោកដែលបានទៅកម្មវិធីធម្មយាត្រាហ្នឹងណាដល់ពេលខ្ញុំបានចូលទៅដល់កន្លែងហ្នឹងទៅយើងទៅចូលទៅក្នុងសមាគមរបស់លោកហ្នឹងនៅលោកខាងនោះលោកក៏បានសួរថាយើងមកពីវត្តណាត្រូវទេដល់ពេលគ្រាន់តែខ្ញុំហ្នឹងប្រាប់ឈ្មោះវត្តណាគ្រាន់តែខ្ញុំប្រាប់ឈ្មោះវត្តអញ្ចឹងទៅគេដឹងថាវត្តហ្នឹងមកពីលោកវិន័យអីចឹងទៅគ្រាន់គេដឹងភ្លាមអញ្ចឹងផ្លែតចង់និយាយថាអានេះចំពោះអារម្មណ៍របស់យើងខ្ញុំមានអារម្មណ៍ដឹងភ្លាមតែម្ដងថាគ្រាន់តែសំណួរដែលលោកសួរដល់ពេលយើងប្រាប់ទៅខ្ញុំឃើញខ្ញុំសង្កេតអាការៈរបស់ក្រុមលោកណាមានអារម្មណ៍ដូចជារង្គៀសខ្ញុំតែម្ដងនេះអ្វីដែលខ្ញុំក៏ជាមនុស្សដែលចង់និយាយថាសង្កេតមនុស្សដែរណានោះបានន័យថាអាចនឹងមានហេតុការណ៍ណាមួយនៅក្នុងវត្តដែលខ្ញុំបានបួសហ្នឹងពេលខ្លះអាចនឹងមានលោកដែលចង់និយាយថាបានបួសនៅក្នុងសំណាក់វត្តដែលខ្ញុំនៅក្នុងព្រះវិន័យហ្នឹងអាចនឹងធ្វើអ្វីមួយយ៉ាងជាហេតុធ្វើឲ្យលោកនៅខាងនោះគេរង្គៀសតោះនេះបាទអានេះខ្ញុំនិយាយអំពីលោកអង្គខ្លះណាព្រោះហេតុអីនៅពេលណាដែលខ្ញុំប្រាប់អញ្ចឹងទៅលោកចាប់ដើមបញ្ចេញអាការៈរៀងប្លែកបន្តិចដូច្នេះខ្ញុំសង្កេតខ្ញុំចាប់ន័យដឹងតែម្ដងខ្ញុំក៏អាចកាត់ន័យយល់តែម្ដងថាប្រហែលជាអ្នកដែលចូលនៅក្នុងសមាគមហ្នឹងណាមកវត្តដែលខ្ញុំបានបួសហ្នឹងក៏មិនមែនតែខ្ញុំលើកដំបូងទេបានថាពីមុនមកធ្លាប់មានមកជាមួយគ្នាអីចឹងទៅអញ្ចឹងអាចនឹងលោកធ្លាប់ចាប់ទោសចាប់កំហុសឬក៏តេះដៀលអីពីមុនមកហើយធ្វើឲ្យលោកក្រុមនោះគេមានអារម្មណ៍រង្គៀសតោះនេះបាទអញ្ចឹងនៅពេលដែលខ្ញុំជួបហេតុការណ៍បែបហ្នឹងផ្ទាល់ខ្ញុំក៏បានយល់អំពីហេតុការណ៍រឿងរ៉ាវមួយចំនួននៅក្នុងព្រះពុទ្ធសាសនាហ្នឹងថាវាមានរឿងអីកើតឡើងនៅក្នុងព្រះពុទ្ធសាសនានៃប្រទេសយើងស្រុកយើងណានៅក្នុងប្រទេសគេខ្ញុំក៏មិនដឹងប៉ុន្តែខ្ញុំជឿថាมันខុសគ្នានោះទេអូខេនឹងមានរឿងបែបហ្នឹងប្រហែលគ្នាហ្នឹងហើយដល់ពេលក្រោយមកទៀតក៏មានញាតិញោមដែលជ្រះថ្លាជាមួយលោកដែលចង់និយាយថាលោកដែលក្រុមដែលខ្ញុំទៅជួបហ្នឹងមិនមែនជ្រះថ្លាមួយខាងខ្ញុំទេក្រុមខាងលោកដែលមកសួរខ្ញុំហ្នឹងណាញាតិញោមហ្នឹងគឺជ្រះថ្លាជាមួយលោកខាងនោះដែលក្រុមដែលខ្ញុំទៅជាមួយហ្នឹងអញ្ចឹងគាត់ក៏ជួបគ្នាសប្បាយអីទៅហើយគាត់ញាតិញោមហ្នឹងក៏ប្រគេនលុយលោកធម្មតាអញ្ចឹងទៅយកទៅប្រគេនលុយអីអញ្ចឹងទៅក្រោយមកក្រុមលោកហ្នឹងដល់ពេលឃើញខ្ញុំនៅក្នុងហេតុការណ៍ហ្នឹងខ្ញុំនៅនឹងដែរព្រោះយើងចូលសមាគមមួយលោកអញ្ចឹងទៅដល់ពេលលោកឃើញលោកធ្វើលក្ខណៈចង់និយាយថារង្គៀសយើងវិញចង់និយាយថាមានលក្ខណៈដូចភ័យខ្លាចអីអញ្ចឹងទៅខ្លាចយើងចាប់ទោសចាប់កំហុសណាស្រាប់តែប្រញាប់យកលុយហ្នឹងទៅទុកទៅដាក់អីចង់និយាយអញ្ចឹងទៅអញ្ចឹងនៅពេលដែលខ្ញុំឃើញអាការៈបែបហ្នឹងអូចង់និយាយថាវាអាការៈលើគោកចង់និយាយអញ្ចឹងចង់និយាយថាញាតិញោមហ្នឹងយកលុយមកប្រគេនកន្លែងហ្នឹងហើយធ្វើជាយកទៅទុកយកទៅលាក់អីហ្នឹងហើយយើងនៅក្នុងហេតុការណ៍ហ្នឹងដែរភ្នែកយើងមើលឃើញទាំងស្រុងហើយចង់និយាយថាបញ្ចេញអាការៈនៅលើគោកណាមានតែកិច្ចអំពីភ្នែកយើងកើតណាមែនទេបាទក៏ប៉ុន្តែអ្វីដែលលោកធ្វើបានន័យថាលោកដឹងថាអ្វីដែលលោកធ្វើហ្នឹងគឺមានកំហុសត្រូវទោសហើយអាចនឹងខ្លាចយើងនឹងឃើញហ្នឹងឯងចាប់ទោសលោក
តនេះបាទអានេះគឺអ្វីដែលខ្ញុំសង្កេតហ្នឹងគឺខ្ញុំដឹងតែម្ដងហើយលោកចេះដឹងច្រើនប៉ុន្តែនៅពេលដែលខ្ញុំឃើញហេតុការណ៍បែបហ្នឹងខ្ញុំកាត់ន័យយល់ទាំងអស់តែម្ដងហើយខ្ញុំក៏មានវិធីព្រោះយើងត្រូវនៅជាមួយសមាគមរបស់លោកយើងត្រូវអាស្រ័យលោកដែរណាខ្ញុំក៏នឹងធ្វើខ្លួនកុំឲ្យលោកមានអារម្មណ៍រង្គៀសជាមួយតនេះបាទអ្វីដែលខ្ញុំចង់បញ្ជាក់បានន័យថាយើងដឹងថាលោកកំពុងតែមានទោសត្រូវទេក៏ប៉ុន្តែយើងនៅក្នុងហេតុការណ៍ហ្នឹងយើងមិនអាចត្រូវទៅចាប់ទោសទៅតេះដៀលបានទេក៏ប៉ុន្តែទី1យើងធ្វើឲ្យយើងហើយនឹងលោកមានអារម្មណ៍ថាធៀបត្រូវគ្នាសិនឲ្យយើងស្របគ្នាសិនតនេះបាទបើសិនជាព្រួញឲ្យយើងផ្លែហើយនឹងផ្លែហ្នឹងវាទៅជាមួយគ្នាសិនកុំឲ្យផ្លែហើយនឹងផ្លែបុកគ្នាតនេះបាទអញ្ចឹងនៅពេលដែលខ្ញុំយល់អំពីហេតុការណ៍ហ្នឹងខ្ញុំធ្វើឲ្យលោកមានភាពកក់ក្ដៅជាមួយខ្ញុំឲ្យលោកមានអារម្មណ៍ថានៅជាមួយខ្ញុំហើយសុវត្ថិភាពមិនមានអ្នកដែលចាប់ទោសចាប់កំហុសលោកណាបាទន័យថាកុំឲ្យលោកនឹងមានអារម្មណ៍មានសម្ពាធអញ្ចឹងនៅពេលដែលខ្ញុំធ្វើខ្លួនឲ្យស្រួលអញ្ចឹងទៅខ្ញុំក៏ចាប់ដើមបង្ហើបអញ្ចឹងហើយលោកក៏បានប្រាប់រឿងរ៉ាវពីហេតុការណ៍ផ្សេងទាំងអស់ហ្នឹងពីហេតុផល101ហេតុផលមកអញ្ចឹងទៅអ្វីដែលខ្ញុំក៏ចង់និយាយថាទោះបីជាលោកមិនប្រាប់ក៏ខ្ញុំយល់ដែរចង់និយាយអញ្ចឹងណាដូច្នេះមកដល់ចំណុចនេះខ្ញុំចង់បញ្ជាក់ប្រាប់ទៅដល់ពុកម៉ែបងប្អូនគ្នាថាពេលខ្លះណាសម្រាប់លោកល្បីឬក៏យើងអាចនឹងមានសទ្ធាជាមួយលោកអីហ្នឹងបើសិនជាយើងចង់ប្រកេនលុយលោកអីហ្នឹងយើងធ្វើឲ្យត្រូវព្រោះពេលខ្លះហ្នឹងមិនមែនថាលោកមិនដឹងពីរឿងវិន័យកន្លែងហ្នឹងទេលោកចេះលោកស្ទាត់លោកជំនាញនៅចំណុចនៅកន្លែងហ្នឹងក៏ប៉ុន្តែដោយសារតែមានហេតុការណ៍ចាំបាច់ណាមួយឬក៏មានរឿងកលៈទេសៈណាមួយលោកត្រូវធ្វើបំពេញតនេះបាទន័យថាលោកដឹងថាកន្លែងហ្នឹងខុសប៉ុន្តែលោកបំពេញជាហេតុធ្វើឲ្យលោកប្រព្រឹត្តបែបហ្នឹងក៏ប៉ុន្តែបើសិនជាយើងដឹងថាលោកបំពេញនៅត្រង់ចំណុចហ្នឹងសួរយើងទៅចាប់ទោសកន្លែងហ្នឹងនៅក្នុងកិច្ចវិន័យរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គអត់ឲ្យយើងទៅចាប់ទោសបែបហ្នឹងនោះទេបើទោះបីជាយើងឃើញផ្ទាល់ភ្នែកក៏ដោយតនេះបាទប៉ុន្តែព្រះសម្មាសម្ពុទ្ធឲ្យយើងមានវិធីនៅក្នុងការនិយាយចរចាបើសិនជាលោកព្រមសម្ដែងអាបត្តិអាហ្នឹងរឿងរបស់លោកផ្ទាល់អូខេបាទក៏ប៉ុន្តែកិច្ចរបស់យើងតួនាទីរបស់យើងនៅក្នុងការដែលយើងបើសិនយើងដឹងយើងធ្វើឲ្យត្រឹមត្រូវទៅតាមធម៌វិន័យព្រោះហេតុអីបើសិនជាលោកយល់អំពីកិច្ចកន្លែងហ្នឹងលោកដឹងប៉ុន្តែលោកធ្វើបំពេញនៅពេលណាដែលយើងដឹងថាលោកធ្វើបំពេញតួនាទីរបស់យើងមិនមែនស្របលោកទេហើយយើងក៏មិនមែនទៅជំទាស់ទាំងតឹងដែរតែយើងធ្វើឲ្យត្រូវនៅអ្វីដែលនៅក្នុងព្រះវិន័យតោះនេះបាទធ្វើនៅអ្វីដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបានអនុញ្ញាតដូច្នេះហើយមកដល់ចំណុចនេះនៅពេលណាដែលយើងឃើញលោកធ្វើខុសឬក៏យើងឃើញលោកទទួលបែបហ្នឹងយើងដឹងថាលោកខុសដឹងសួរតែលោកដឹងផ្ទាល់ថាលោកធ្វើខុសលោកក៏ដឹងដែរតាលោកក៏ដឹងថាលោកទទួលមានទោសប៉ុន្តែយើងក៏មិនចាំបាច់ទៅតេះដៀលឬក៏ជេរប្រមាថឬក៏មានអារម្មណ៍ធ្វើកិរិយាមាយាទណាមួយមានអារម្មណ៍ថាយើងរង្គៀសលោកមិនពេញចិត្តលោកដែរក៏ប៉ុន្តែកិច្ចរបស់យើងតួនាទីរបស់យើងកិច្ចរបស់យើងគឺយើងត្រូវតែធ្វើទៅតាមធម្មធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធទៅតាមពុទ្ធានុញ្ញាតព្រោះហេតុអីបាទព្រោះបុណ្យកុសលគឺជារបស់យើងផ្ទាល់នៅក្នុងសង្សារវដ្តផ្លូវដើររៀងខ្លួនបាទដូច្នេះតួនាទីរបស់យើងធ្វើឲ្យត្រូវទៅតាមធម៌វិន័យដើម្បីកុំឲ្យយើងមានទោសយើងធ្វើទៅតាមការអនុគ្រោះរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះតថាគតលោកបានបញ្ញត្តិទុកចន្លោះប្រហោងឲ្យសាវករបស់ព្រះអង្គផ្ទាល់អញ្ចឹងកិច្ចរបស់យើងគឺយើងសិក្សាអំពីធម៌វិន័យហើយធ្វើឲ្យត្រូវអូខេបាទអញ្ចឹងនៅពេលណាដែលយើងឃើញបែបហ្នឹងយើងអត់ចាំបាច់ទៅចាប់ទោសទៅជេរប្រមាថអត់នោះទេដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនហើយនៅពេលណាដែលយើងទៅចាប់ទោសទៅថាលោកខុសចេះយើងមានទោសខ្លួនឯងហ្នឹងព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គបញ្ញត្តិហើយយើងទៅចាប់ទោសលោកកន្លែងហ្នឹងតែយើងខុសដែរហ្នឹងប្រៀបដូចជាយើងមានលិមួកប្រឡាក់ដែរហ្នឹងហើយយើងទៅប្រាប់ថាអូយលោកម្ចាស់ប្រឡាក់លិមួកហើយយើងហ្នឹងលិមួកពេញមាត់ដែរហ្នឹងសមគួរដែរអូខេបាទក៏ប៉ុន្តែចាំខ្ញុំនឹងនិយាយថាយើងធ្វើយ៉ាងម៉េចឲ្យវាត្រឹមត្រូវទៅតាមធម៌វិន័យក៏ប៉ុន្តែអ្វីដែលខ្ញុំអធិប្បាយនេះគឺចង់ឲ្យពុកម៉ែបងប្អូនគ្នាយល់អំពីចំណុចក្នុងការដែលយើងនឹងឲ្យលោកទទួលលុយកិច្ចបែបណាសម្រាប់សាមណៈដែលជាសាវករបស់ព្រះសម្មាសម្ពុទ្ធឲ្យលោកបានយកទៅប្រើត្រឹមត្រូវទៅតាមពុទ្ធានុញ្ញាតហើយបើសិនជាលោកយកទៅប្រើមិនត្រឹមត្រូវគឺជារឿងរបស់លោកតែតួនាទីរបស់យើងធ្វើឲ្យត្រូវអូខេបាទអញ្ចឹងវាប្រៀបដូចជាភ្លើងអញ្ចឹងបាទភ្លើងបើសិនជាភ្លើងដដែលហ្នឹងបើសិនយើងមិនមានវិធីនៅក្នុងការទៅចាប់ទៅកាន់ដល់យើងអត់ចេះទេណាយើងទៅលុកភ្លើងហ្នឹងរលាកបាទហើយបើសិនជាអ្នកណារលាកមិនមានអ្នកណាឈឺជំនួសយើងបាននោះទេ
ក៏ប៉ុន្តែបើយើងយល់យើងមានវិធីយើងយល់កិច្ចយើងក៏អាចយកភ្លើងហ្នឹងទៅដាំបាយទៅចំអិនទៅបំភ្លឺធ្វើឲ្យជីវិតរបស់យើងប្រសើរអូខេបាទពេលដែលយើងហូបឆ្អែតក៏មិនមានអ្នកណាមកឆ្អែតដូចយើងដែរឬក៏មានអ្នកណាអូខ្ញុំហូបឆ្អែតទៅនេះឯងឆ្អែតដែរមិនបាច់ហូបទេមានទេបាទអត់មាននោះទេដូច្នេះហើយអ្វីដែលខ្ញុំនិយាយនេះបាទចង់បញ្ជាក់ថាចំពោះលោកដែលទទួលប្រាក់ដែលលោកចាយវាដោយខ្លួនលោកណាមិនប្រកាសថាលោកមិនដឹងថាកន្លែងហ្នឹងវិន័យខុសនោះទេលោកដឹងក៏ប៉ុន្តែលោកអាចនឹងមានហេតុផលផ្សេងអាហ្នឹងគឺជារឿងរបស់លោកជាសិទ្ធិរបស់លោកកិច្ចរបស់យើងធ្វើឲ្យត្រឹមត្រូវព្រមទេបាទពុកម៉ែបងប្អូនគ្នាបាទព្រមដើរនៅក្នុងសង្សារវដ្តឲ្យសុវត្ថិភាពឯបាទកុំឲ្យយើងមានមីឯបាទខ្ញុំម្ចាស់ Channel ស្ដេចចក្រខ្ញុំប្រាថ្នាត្រាស់ដឹងខ្លាយទៅជាព្រះសម្មាសម្ពុទ្ធមួយអង្គនាពេលអនាគតដែលមិនមានមាដោយព្រះសម្មាសម្ពុទ្ធសូមង្គលៈនាពេលអនាគតបាទអញ្ចឹងខ្ញុំនឹងធ្វើបដិបត្តិតាមឲ្យដូចគំរូដែលព្រះពោធិសត្វអង្គមុនធ្វើរួចទៅហើយក៏ប៉ុន្តែក៏មានព្រះពោធិសត្វអង្គផ្សេងទៀតលោកអត់បានធ្វើអញ្ចឹងលោកក៏មានមាដោយព្រះសម្មាសម្ពុទ្ធសមណគោតមរបស់យើងលោកក៏មានមាផ្ចាញ់ប៉ុន្តែព្រះអង្គបានប្រាប់ពីវិធីក្នុងការបដិបត្តិមកប្រាប់យើងអាស្រ័យថាតើយើងធ្វើបែបណាបើសិនជាយើងចង់ឲ្យមានអ្នកផ្ចាញ់ផ្ចាលធ្វើទុកធ្វើទោសយើងនាពេលអនាគតនៅក្នុងសង្សារវដ្តយើងផ្ចាញ់លោកក៏ផ្ចាញ់ទៅអូខេបាទតែយើងនឹងជួបការផ្ចាញ់ចោលត្រឡប់មកវិញនាពេលអនាគតតែចំពោះខ្ញុំនឹងអធិដ្ឋានចិត្តថាខ្ញុំមិនផ្ចាញ់ផ្ចាលតែខ្ញុំធ្វើឲ្យត្រូវទៅតាមវិន័យទោះបីជាខ្ញុំមិនផ្ចាញ់ផ្ចាលលោកតែខ្ញុំក៏មិនស្របទៅតាមអ្វីដែលលោកធ្វើដែរអូខេបាទ